Cầm pu một nụ sợi cả thằng trăm tận mấy, chlat vây rồi hạ hồn nâng pu cài độc lôi. Họ đã sát bằng hàng thá. Sợi vây trăm tận mấy ní, chlat rồi hạ nâng pu cài độc lôi. Po chê đã bỏ pu kế, tham tập bán sai pia đồ sạch nhiệt. Bong ôm, chui xóa mây, nâng cô bằng cát ở chít đất tay rụng rừng, muối, chăn mồm mè. Sợi vây đã cắt chăn mồm mè, miên ở sạch pu thật đẹp, được chân hải. Chỉ vật rồi bỏ pu kế căn tay đi chìm đàn. Con trai bàn po chày, nô theo bằng cô bay chìm non, mà nụ cát xăm bộ bé. មានបញ្ញាធៀមវៃ IQ និង EQ របស់ពួកគេគឺខ្ពស់ណាស់ដូច្នេះហើយគេមិនខ្លាចការលំបាកខ្លាចទប់ពួកគេប្រហែលជាមិនកាត់ក្នុងគ្រួសារអ្នកមានទេប៉ុន្តែជីវិតមិនចេះខ្វះខាតនោះឡើយបន្ទាប់ពីធំឡើងពួកគេក៏រៀបការជាមួយគ្រួសារដ៏ល្អមួយហើយរស់នៅយ៉ាងមានសុភមង្គលជារៀងរហូតជាពិសេសស្ត្រីឆ្នាំពពែតែតែគិតគូរពីគ្រួសារដោយយកផលប្រយោជន៍គ្រួសារនិងសេចក្តីសុខរបស់កូនចៅជាអាទិភាពដរាបណាមានសម្រាប់គ្រួសារពួកគេនឹងធ្វើការដែលមិនចេះនឿយហត់ ផ្ដល់ឲ្យបន្ទាមទារអ្វីមកវិញដែរកូនរបស់ស្ត្រីឆ្នាំពពែក៏ទទួលបានរបស់ល្អៗពីម្ដាយដែរដូចជាភាពឆ្លាតវៃបញ្ញាភាពស្ងប់ស្ងាត់និងសេចក្តីក្លាហានស្ត្រីកាឆ្នាំពពែនាំមានលៀបសំណាងដល់ជីវិតគ្រួសារ3ចំនួន2ឆ្នាំរកាជាបុត្ររបស់ស្ត្រីឆ្នាំរកាកាន់តែងាយស្រួលកូនរបស់នាងទទួលបានភាពជោគជ័យស្ត្រីឆ្នាំនេះច្រាំតែឆ្លាតវៃមានគំនិតផ្ទាល់ខ្លួនមានការសម្បត្តិចិត្តខ្លាំង ហើយមិនអនុញ្ញាតឲ្យអ្នកដទៃមានឥទ្ធិពលអវិជ្ជមានលើពួកគេឡើយអាចនិយាយបានថាជាស្ត្រីមានការរួមបញ្ចូលគ្នានៃសម្រស់និងប្រាជ្ញាស្ត្រីកាលឆ្នាំមុនជាធម្មតាមិនចំណែកខ្ជះខ្ជាយច្រើនទេពួកគេជឿថាគ្រួសារតែងតែជារបស់ដែលផ្ដល់ឲ្យពួកគេនូវសុវត្ថិភាពដូច្នេះស្ត្រីឆ្នាំនេះនឹងគិតគូរអំពីប្តីនិងកូនរបស់ពួកគេមិនថាមានរឿងអ្វីនោះឡើយពួកគេតែងតែព្យាយាមចិញ្ចឹមផ្ទះ របស់ពួកគេជានិច្ចកូនស្ត្រីឆ្នាំរកាតែលតាប់បង្គាប់នឹងគោរពឪពុកម្ដាយរបស់ពួកគេពេលធំឡើងពួកគេមានអាជីពរឹងមាំលុយកាក់ច្រើនគ្រួសារមានសម្បត្តិស្រុកស្ដំមីឆ្នាំឆ្លងស្ត្រីឆ្នាំគោអាចប្រឈមមុខនឹងការលំបាកជាច្រើនតែនៅក្នុងផ្នែកដំបូងនៃជីវិតរបស់ពួកនាងប៉ុន្តែថ្ងៃដែលកន្លងផុតទៅកាន់តែមានភាពកក់ក្ដៅហើយអនាគតនឹងកាន់តែរលូននិងងាយស្រួលជាងមុនពួកគេគិតស្ត្រីផ្ដល់ដើម្បីដល់គ្រួសារជាពិសេស ជាមួយនឹងបុគ្គលិកលក្ខណៈសុភាពគ្រួសារយកចិត្តទុកដាក់ត្រូវរៀបការពួកគេខ្លាចជាប្រពន្ធនិងម្ដាយធម្មតាពួកគេបង្ហាញសេចក្តីស្រឡាញ់ក្នុងរបៀបទន់ភ្លន់និងគិតគូរយកចិត្តទុកដាក់លើគ្រួសារពួកគេក៏ជាកូនប្រសារដ៏ល្អបំផុតក្នុងដួងចិត្តម្ដាយក្មេកគ្រប់រូបផងដែរស្ត្រីឆ្នាំគោយកផលប្រយោជន៍គ្រួសារនៅសុភមង្គលរបស់កូនជាធំដូច្នេះពួកគេធ្វើការនឿយហត់មិនទាមទារអ្វីតបស្នងឡើយនៅពេលអនាគតកូនរបស់ពួកគេអាចជានាគហើយនឹងហង្សពួកគេឆ្លាត